សួស្តីអ្នកទាំងអស់គ្នាចំពោះនំដែលយើងត្រូវរៀននៅក្នុងថ្ងៃនេះគឺជាប្រភេទនំ Castella ឬយើងហៅថានំពងទារសជាតិពងមាន់ហ្នឹងហើយបងប្អូនថាតាមគ្នាយើងនិយាយលេងនៅក្នុង Facebook ចឹងណាបងប្អូនអូខេឥឡូវកុំឲ្យខាត់ពេលយូរយើងមកមើលពីគ្រឿងផ្សំនិងរបៀបធ្វើទាំងអស់គ្នាបងប្អូនហើយទាំងអស់នេះដែរគឺជាគ្រឿងផ្សំដែលយើងត្រូវប្រើនៅក្នុងថ្ងៃនេះគឺមានចំនួន9មុខដំបូងគឺយើងត្រូវដាក់ទឹកដោះគោស្រស់និងបឺរនៅលើភ្លើងដើម្បីឲ្យវារលាយបឺរជាមុនសិននៅពេលដែលបឺររលាយហើយគឺយើងត្រូវចាក់វាចូលទៅក្នុងចានដែកធំមួយបន្ទាប់ពីយើងចាក់ចូលនៅក្នុងចានដែកធំមួយហើយគឺយើងត្រូវដាក់ម្សៅនំខេកម្សៅពោតនិងមានលាយអំបិលបន្តិចផងដែរអូខេនៅពេលដែលយើងចាក់ចូលរួចរាល់បែបនេះហើយគឺយើងត្រូវបន្តកូររហូតប៉ុន្តែក្នុងករណីកូរនេះគឺយើងមិនអាចកូរដោយប្រើម៉ាស៊ីន mixer បានទេគឺយើងត្រូវកូរដោយដៃបន្ទាប់ពីយើងកូរបានជាល្បាយតែមួយហើយគឺយើងត្រូវចាក់ទឹកក្លិនវ៉ានីឡាចូលបន្ទាប់ពីយើងចាក់ទឹកក្លិនវ៉ានីឡាចូលរួចរាល់ហើយគឺយើងត្រូវបន្តកូរវាបែបនេះរហូតមួយសន្ទុះក្រោយមកគឺយើងត្រូវចាក់ពងមាន់ផ្នែកក្រហមចូលដែរពងមាន់នោះគឺមានចំនួន18គ្រាប់ប៉ុន្តែយើងមិនអាចចាក់ចូលទាំង10ម្ដង18គ្រាប់បានទេគឺយើងត្រូវចាក់បន្តិចម្ដងមួយគ្រាប់រួចហើយកូរឲ្យវាចូលជាល្បាយតែមួយស្មើល្អបន្ទាប់មកគឺយើងត្រូវយកគ្រីមដែលយើងបានវាយទុកមួយឡែកនោះយកមកចាក់ចូលនៅក្នុងគ្រឿងផ្សំដែលយើងបានកូរអំបញ្ញមិញនេះចំពោះគ្រីមគឺយើងមិនអាចចាក់វាចូលកូរម្ដងទាំងអស់បានទេគឺយើងត្រូវចាក់វា2ដងនៅពេលដែលយើងចាក់គ្រីមលើកទី2ចូលរួចរាល់បែបនេះហើយគឺយើងត្រូវបន្តកូរវារហូតទាល់តែគ្រឿងផ្សំទាំងអស់នោះចូលជាល្បាយតែមួយស្មើសាច់ល្អហើយនៅពេលដែលយើងកូរគឺយើងមិនអាចប្រើកម្លាំងខ្លាំងនៅក្នុងការកូរឬក៏យកទៅវាយជាមួយនឹងម៉ាស៊ីន mixer បានទេគឺយើងត្រូវកូរនឹងដៃហើយទៅប្រើកម្លាំងថ្នមល្មមព្រោះនៅពេលដែលយើងប្រើកម្លាំងខ្លាំងពេកទៅធ្វើឲ្យអាចនឹងធ្វើឲ្យម្សៅដែលយើងលាយនោះវាបែកពពុះហើយដាក់ដុតទៅធ្វើឲ្យវាអត់ឡើងល្អវាស្រកត្រឡប់មកវិញបន្ទាប់មកគឺយើងត្រូវយកគ្រឿងផ្សំដែលយើងបានលាយរួចរាល់ហើយនោះយកទៅចាក់ចូលនៅក្នុងពុម្ពចំពោះពុម្ពបងប្អូនអាចប្រើពុម្ពប្រភេទណាក៏បានដែរហើយនៅពេលដែលយើងចាក់ចូលពុម្ពនោះគឺពុម្ពយើងត្រូវលាបបឺពីក្រោមបន្តិចនឹងទ្រាប់ក្រដាសដើម្បីឲ្យនៅពេលដែលយើងដុតទៅគឺវាអត់ជាប់ជាមួយនឹងពុម្ពរាល់ហើយគឺយើងត្រូវយកទៅដាក់ដុតនៅក្នុងឡហើយរយៈពេលដុតនោះគឺយូរមែនតើគឺរហូតដល់ទៅ90នាទី1ម៉ោងកន្លះនោះហើយចំពោះកន្លែងដុតនេះគឺបងប្អូនបែរជាឆ្ងល់ហើយមែនអត់ថាមិនបានឃើញមានចាក់ទឹកហើយជាប្រភេទទឹកក្តៅមូលហេតុដែលចាក់ទឹកក្តៅចូលនៅក្នុងថាសគឺដោយសារតែឡដុតនេះគឺវាអត់មាន steam អត់មានកន្លែង steam ទេអញ្ចឹងទៅបានជាចាក់ទឹកក្តៅដើម្បីឲ្យនៅពេលដែលយើងដុតនំទៅគឺនំនឹងងុំហើយក៏វាឆាប់ឆ្អិនល្អដែរអូខេឥឡូវនេះនំរបស់យើងគឺបានឆ្អិនរួចរាល់ហើយគឺថាឡើងល្អមែនទែនហើយសាច់វិញគឺថាឡើងទន់ល្មើយតែម្ដងនិយាយពីរសជាតិវិញសម្រាប់បងប្អូនដែលធ្លាប់ហូបនំ Castella ប្រកាសជាដឹងហើយថាវាឆ្ងាញ់មកយកបងប្អូនអូខេវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការទស្សនាបាយបាយ